កាលពីពេលថ្មីនេះព្រះនាងសិរីវណ្ណាវរីដែលត្រូវបានគេគោរពស្រឡាញ់ក្នុងនាមជាព្រះនាងអ្នកការពាររបស់ប្រទេសថៃបានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មគម្រប់39ព្រះវស្សាដែលបង្កជាព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសចាប់តាំងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសេដ្ឋីអាជីវកម្មរហូតដល់សាធារណជនទូទៅតំណាងមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមថ្វាយកាដូនិងពរជ័យអមដោយការប្រារព្ធពិធីយ៉ាងអធិកអធមក្នុងចំណោមភ្ញៀវកិត្តិយសដ៏លេចធ្លោទាំងនោះលោកសរិនដែលជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីថៃអនុទិនបានក្លាយជាចំណុចដៅនៃចំណាប់អារម្មណ៍បកគោលេចធ្លោក្នុងសង្គមថៃរូបនេះបានក្លាយជាព័ត៌មានក្តៅគគុកកាលពីឆ្នាំមុននៅពេលដែលមានការទម្លាយថារូបលោកបានបញ្ចប់ទំនាក់ទំនងស្នេហាយ៉ាងគំហុកដែលអូសបន្លាយអស់រយៈពេល7ឆ្នាំជាមួយមិត្តស្រីជាតារាដើម្បីយកចិត្តអ្នកថ្មីហើយអ្នកទី3ដែលត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធក្នុងចំនួនស្នេហានេះមិនមែននរណាក្រៅពីព្រះនាងសិរីវណ្ណាវរីផ្ទាល់នោះទេថ្ងៃទី8ខែមករាបានកត់សម្គាល់នៅថ្ងៃចម្រើនព្រះជន្ម39ព្រះវស្សារបស់ព្រះនាងសិរីវណ្ណាវរីដែលជាព្រះរាជបុត្រីពៅរបស់ព្រះមហាក្សត្រថៃទោះបីជាបច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងអំឡុងពេលកាន់ទុក្ខចំពោះព្រះវររាជមាតាសិរិគិតដែលធ្វើឲ្យការកំសាន្តខ្នាតធំត្រូវបានរដ្ឋបတ်ក៏ដោយប៉ុន្តែរដ្ឋាភិបាលបានរៀបចំការប្រគំតន្ត្រីវីយូឡុងនៅមជ្ឈមណ្ឌលវប្បធម៌ជាតិដើម្បីអបអរក្នុងឱកាសនេះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនេះគឺបានមកពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ព្រះនាងក្នុងឆ្នាំ2024ព្រះមហាក្សត្របានតែងតាំងព្រះនាងជាឧត្តមសេនីយ៍នៅក្នុងកងទ័ពភូមិន្ទថៃជាមួយនឹងភារកិច្ចគាំទ្រព្រះអង្គម្ចាស់ Depend កននិងរក្សាតុល្យភាពឥទ្ធិពលនៃព្រះអង្គម្ចាស់ដែលត្រូវបាននិរទេសអំណាចរបស់ព្រះនាងបច្ចុប្បន្នត្រូវបានគេប្រៀបធៀបទៅនឹងអ្នកសម្រេចរាជការព្រះនាងដែលត្រូវបានគេចាត់ទុកជាយូរមកហើយថាជាព្រះនាងអ្នកការពារដែលពាក្យចចាមរាមថាអាចបំបែកបដាសានៃការដួលរលំរាជវង្សថែមទាំងត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃសំណាងល្អក្នុងអំឡុងពេលជម្លោះព្រំដែនថៃកម្ពុជាក្នុងឆ្នាំកន្លងទៅព្រះនាងសិរីវណ្ណាវរីបានពង្រឹងតួនាទីរបស់ព្រះនាងជាសសរស្តម្ភនៃរាជាធិបតេយ្យដោយបានសម្រេចបេសកកម្មការទូតនិងរាជកិច្ចសំខាន់ជាច្រើនជាលទ្ធផលពិធីប្រគំតន្ត្រីនោះត្រូវបានចូលរួមដោយអិសរាជជននយោបាយសេដ្ឋីអាជីវកម្មនិងតារាល្បីៗយ៉ាងច្រើនកុះករខណៈដែលច្រករបៀងនៃសាលប្រជុំពោពេញទៅដោយផ្កាថ្វាយពរពីសាធារណជននិងក្រុមហ៊ុនធំៗនៅពេលពិធីចាប់ផ្ដើមព្រះនាងសិរីវណ្ណាវរីបានយាងមកដល់ក្នុងឈុតរ៉ូពណ៌ខ្មៅនិងសដ៏ប្រណិតអមដោយក្រុមការងារយ៉ាងច្រើនបន្ទាប់ពីទទួលកាដូថ្ងៃចម្រើនព្រះជន្មព្រះនាងបានចូលរួមទស្សនាការប្រគំតន្ត្រីដោយមានសត្វសនៈយកស៊ូរីធេរ៉ាដែលព្រះនាងស្រឡាញ់ចូលរួមជាមួយផងដែរក្រៅពីពិធីផ្លូវការរាជវង្សក៏បានរៀបចំពិធីជប់លៀងលក្ខណៈឯកជនមួយសម្រាប់ព្រះនាងដោយមានភ្ញៀវចូលរួមតិចតួចដែលសុទ្ធតែជាមិត្តជិតស្និទ្ធតាំងពីតូចនិងមិត្តរួមថ្នាក់រូបថតដែលបានចែករំលែកនៅលើបណ្ដាញសង្គមរបស់ព្រះនាងបានបង្ហាញពីភាពរីករាយនិងស្និទ្ធស្នាលខណៈដែលព្រះនាងកាត់នំខេកដ៏ធំនិងថតរូបជាមួយក្រុមមិត្តជិតស្និទ្ធទោះបីជាមានវត្តមានបុគ្គលល្បីៗជាច្រើនក៏ដោយប៉ុន្តែកាមេរ៉ារបស់ប្រព័ន្ធផ្សព្វផ្សាយនៅតែផ្ដោតលើលោកសរិនកូនប្រុសរបស់នាយករដ្ឋមន្ត្រីថៃការតាមដានយ៉ាងដិតដល់នេះគឺការចេញពីពាក្យចចាមអារាមស្នេហារវាងអ្នកទាំងពីរដែលបានលេចឡើងក្នុងឆ្នាំ2025ដោយសារលោកសរិនបានប្រឈមមុខនឹងការរិះគន់ពីសាធារណជនថាជាមនុស្សចិត្តខ្មៅក្នុងអំឡុងពេលមានរឿងអាស្រូវស្នេហាវត្តមានរបស់លោកនៅក្នុងពិធីជប់លៀងឯកជនរបស់ព្រះនាងកាន់តែធ្វើឲ្យពាក្យចចាមអារាមកាន់តែក្តៅគគុកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោកអនុទិនគឺជាជនជាតិថៃដើមកំណើតចិននិងមានការយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនិងវប្បធម៌ចិនគ្រួសាររបស់លោកបានបង្កើតក្រុមហ៊ុនសំណង់ដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃដែលបានដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើនរួមទាំងប្រលានយន្តហោះសុវណ្ណភូមិផងដែរក្នុងនាមជាគ្រួសារអភិជនចាស់ត្រកូលអនុទិនមិនត្រឹមតែមានទ្រព្យសម្បត្តិមហាសាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានបណ្ដាញទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងគ្រប់វិស័យនៃសង្គមថៃនិងមានទំនាក់ទំនងជិតស្និទ្ធជាពិសេសជាមួយគ្រួសាររាជវង្សក្នុងនាមជាកូនប្រុសតែម្នាក់គត់របស់នាយករដ្ឋមន្ត្រីអនុទិនលោកសរិនបានត្រឡប់មកប្រទេសថៃវិញដើម្បីអភិវឌ្ឍអាជីពបន្ទាប់ពីទទួលបានសញ្ញាបត្រ MBA
ពីសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងលោកបានចូលរួមយ៉ាងសកម្មក្នុងអាជីវកម្មគ្រួសារជាយូរមកហើយនិងជាមុខមាត់ដែលប្រព័ន្ធផ្សព្វផ្សាយស្គាល់ច្បាស់ដោយសារការចូលរួមជាញឹកញាប់នៅក្នុងព្រឹត្តិការណ៍សាជីវកម្មធំៗអតីតមិត្តស្រីរយៈពេល7ឆ្នាំរបស់លោកគឺកញ្ញាឆនធីដាក៏មានប្រវត្តិរូបមិនធម្មតាដែរម្ដាយរបស់នាងគឺជាតារាចម្រៀងថៃដ៏ល្បីល្បាញឪពុករបស់នាងដឹកនាំទីភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ហើយជីតារបស់នាងធ្លាប់កាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលថៃបន្ទាប់ពីមានឈ្មោះល្បីតាំងពីនៅរៀនវិទ្យាល័យឆនធីដាបានសម្ដែងក្នុងរឿងភាគនិងភាពយន្តថៃល្បីៗជាច្រើនមុននឹងដើរតាមកន្លងឪពុកម្ដាយចូលក្នុងឆាកនយោបាយក្នុងអំឡុងពេលនៃទំនាក់ទំនងរបស់ពួកគេសារិននិងឆនធីដាត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃលើកសរសើរថាជាគូស្នេហ៍ដ៏មានឥទ្ធិពលនិងមានរូបសម្រស់ស្រស់ស្អាតជាមួយនឹងគ្រួសារតែសងខាងយល់ព្រមលើឋានៈសង្គមនិងពូជពង្សអាពាហ៍ពិពាហ៍របស់ពួកគេធ្លាប់បានគេចាត់ទុកថាជារឿងដែលច្បាស់ជានឹងកើតឡើងនៅចុងឆ្នាំ2024លោកសារិនថែមទាំងបានបង្ហោះរូបថតសមរៀបការដោយប្រកាសជាផ្លូវការថាអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានកំណត់រួចរាល់ហើយខ្វះតែសម្បត្តិអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅត្រឹមខែវិច្ឆិកាឆ្នាំ2025ឆនធីដាស្រាប់តែប្រកាសពីការបែកបាក់របស់ពួកគេក្នុងកិច្ចសម្ភាសន៍មួយនាងបាននិយាយដោយត្រង់ថាការសម្រេចចិត្តបញ្ចប់រឿងនេះរបស់លោកគឺមានសភាពរហ័សនិងមិននឹកស្មានដល់ដោយទឹកដមសម្លេងរបស់នាងបានបង្ហាញថានាងពិតជាមានការភ្ញាក់ផ្អើលចំពោះការបែកបាក់នេះនាងបានសារភាពទៀតថានាងមិនបានត្រៀមខ្លួនតតែសោះសម្រាប់ការបែកបាក់និងមានអារម្មណ៍ខ្ទេចខ្ទាំផ្លូវចិត្តយ៉ាងខ្លាំងរហូតដល់ចំណុចដែលនាងត្រូវការពេលវេលាដើម្បីព្យាបាលលើពីនេះនាងបានបង្ហើបថាលោកសូរិនបានអះអាងថាមានហេតុផលដែលមិនអាចបង្ហាញបាននៅពីក្រោយការបែកបាក់ហើយសូមឲ្យនាងរក្សាវាជាការសម្ងាត់ដើម្បីជាការគោរពដល់ទំនាក់ទំនង7ឆ្នាំរបស់ពួកគេទោះបីជាឆនធីដាស្ទាក់ស្ទើរក្នុងការទម្លាយថាតើការបែកបាក់នេះបណ្ដាលមកពីការផ្លាស់ប្ដូរចិត្តឬយ៉ាងណាក៏ដោយប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថាព្រះនាងស៊ីនីវណ្ណាវ៉ារីត្រូវបានគេចោទប្រកាន់ថាជាអ្នកជំរុញឲ្យមានការបែកបាក់នៃការភ្ជាប់ពាក្យនេះអ្នកទាំងពីរលោកសារិននិងព្រះនាងត្រូវបានគេរាយការណ៍ថាបានស្គាល់គ្នាក្នុងអំឡុងពេលពិធីចម្រើនព្រះជន្មគម្រប់38ព្រះវស្សារបស់ព្រះនាងកាលពីខែមករាមុនដែលនៅពេលនោះលោកសារិនបានចូលរួមជាភ្ញៀវកិត្តិយសដើម្បីថ្វាយកាដូនិងទទួលបានថូផ្កាមួយពីព្រះនាងជាការតបស្នងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺថាលោកសារិនបានបញ្ចប់ទំនាក់ទំនង7ឆ្នាំនិងការភ្ជាប់ពាក្យជាមួយឆនធីដាភ្លាមបន្ទាប់ពីបានជួបព្រះនាងចាប់តាំងពីពេលនោះមកលោកសារិនតែងតែបង្ហាញពីការគោរពស្រឡាញ់ចំពោះព្រះនាងនៅលើបណ្ដាញសង្គមទោះបីជាលោកសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតអំពីភាពស្មោះត្រង់ចំពោះរាជបល្ល័ង្កប៉ុន្តែសាររបស់លោកហាក់ដូចជាផ្ដោតជាពិសេសតែទៅលើព្រះនាងស៊ីនីវណ្ណាវ៉ារីតែម្នាក់ឯងប៉ុណ្ណោះឥឡូវនេះនៅក្នុងពិធីជប់លៀងថ្ងៃចម្រើនព្រះជន្ម39ព្រះវស្សាលោកសារិនបានបង្ហាញខ្លួននៅក្បែរព្រះនាងក្នុងនាមជាសមាជិកនៃក្រុមមិត្តជិតស្និទ្ធបំផុតវាគួរឲ្យកត់សម្គាល់ថាប្រវត្តិស្នេហារបស់ព្រះនាងស៊ីនីវណ្ណាវ៉ារីគឺមានភាពសាមញ្ញបំផុតពាក្យចចាមអារាមលេចធ្លោតែមួយគត់កាលពីមុនគឺពាក់ព័ន្ធនឹងមិត្តប្រុសជនជាតិបារាំងប៉ុន្តែមានភស្តុតាងជាក់ស្ដែងតិចតួចណាស់ដែលបង្ហាញថាពួកគេនៅជាមួយគ្នាជាលទ្ធផលប្រព័ន្ធផ្សព្វផ្សាយថៃកាន់តែមានទំនុកចិត្តថាបើនិយាយពីប្រវត្តិគ្រួសារនិងឋានៈសង្គមលោកសារិនពិតជាបេក្ខភាពដែលស័ក្តិសមសម្រាប់ជាព្រះស្វាមីរបស់ព្រះនាងខណៈពេលដែលរាជវាំងមិនទាន់មានការឆ្លើយតបចំពោះពាក្យចចាមអារាមជុំវិញព្រះនាងស៊ីនីវណ្ណាវ៉ារីនៅឡើយទេប៉ុន្តែអ្នកលេងអ៊ីនធឺណិតនិងអ្នកតាមដាននានាកំពុងតែមានការរំភើបចិត្តយ៉ាងខ្លាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថាសាធារណជនថៃយកចិត្តទុកដាក់ខ្លាំងប៉ុណ្ណាចំពោះអាពាហ៍ពិពាហ៍នាពេលអនាគតរបស់ព្រះនាងបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើលោកសារិននិងព្រះនាងម្ចាស់ស៊ីនីវណ្ណាវ៉ារីអាចមានលទ្ធភាពរៀបអាពាហ៍ពិពាហ៍នឹងគ្នាដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត